ចាដែលយើងប្រើសេវាកម្មនៅទីនេះហៅថា DFPP មកពីពាក្យពេញថា Double Filtrate Plasmapheresis គឺយើងច្រោះនៅ plasma របស់យើងទៅតាមគីឡូរបស់អ្នកជំងឺម្នាក់ៗហើយការច្រោះហ្នឹងយើងដកចេញនៅសារធាតុមិនល្អសារធាតុពុលantibody សារធាតុអាឡែហ្ស៊ីមេរោគខ្លាញ់អាក្រក់អីចឹងយើងអាចដកចេញបានដូចគ្នាហើយការធ្វើហ្នឹងគឺដោយផ្ទាល់ជាមួយឈាមចឹងយើងដកចេញបានល្អមានប្រសិទ្ធភាពហើយការធ្វើម៉ាស៊ីននេះគឺយើងធ្វើដោយក្រុមគ្រូពេទ្យដែលគាត់មានបទពិសោធន៍មានជំនាញច្បាស់លាស់ចា៎គេខ្លះគាត់អាចធ្វើនៅប្រភេទម៉ាស៊ីនចំពោះម៉ាស៊ីននេះគឺយើងអាចធ្វើបានជាទូទៅចំពោះពីវ័យឡើងទៅដល់មនុស្សចាស់ហើយចំពោះអ្នកគាត់ចង់ឲ្យមានសុខភាពល្អបង្ការការកាត់ឡើងនៅជំងឺរ៉ាំរ៉ៃទៅថ្ងៃមុខគាត់មានជំងឺឧទាហរណ៍ថាគាត់មានជំងឺលើសខ្លាញ់រ៉ាំរ៉ៃច្រើនឆ្នាំហើយអត់ចុះទេក៏គាត់អាចធ្វើបានគាត់ប្រវត្តិគ្រួសារគាត់គឺមានជំងឺលើសខ្លាញ់អញ្ចឹងគាត់អាចធ្វើបានតែគាត់ធ្លាប់ឆ្លងកូវីដអ្នកដែលមានជំងឺអាលីថ្លើមគាត់អាចធ្វើបានហើយអ្នកដែលគាត់មានជំងឺអូតូអ៊ីម៉ូនដូចជំងឺ SLE នេះគាត់អាចធ្វើប្រើប្រាស់ម៉ាស៊ីនហ្នឹងបានដូចគ្នាហើយចំពោះអ្នកដែល healthy people គាត់ចង់ដូចខ្ញុំនិយាយមុនហ្នឹងគាត់ចង់ឲ្យមានសុខភាពល្អបង្ការការកើតជំងឺរ៉ាំរ៉ៃគាត់អាចធ្វើបានមួយឆ្នាំម្ដងតែចំពោះដែលអ្នកមានជំងឺគឺគាត់ត្រូវមកពីគ្រូជាមួយគ្រូពេទ្យឯកទេសរបស់យើងគ្រូពេទ្យជំនាញថាគាត់អាចធ្វើរយៈពេលប្រហែលម្ដងហើយរយៈពេលធ្វើរបស់ម៉ាស៊ីនហ្នឹងអាច2ម៉ោង3ម៉ោង4ម៉ោងអាស្រ័យលើទម្ងន់របស់គាត់ចាជាចាស់គាត់ធ្វើនឹងតែល្អចាមុខងារច្រើនមែនទែនជួយឲ្យសុខភាពយើងល្អធ្វើឲ្យរាងកាយរបស់យើងនឹងមាំមួនមិនងាយឈឺនិយាយទៅអាចថាធ្វើម៉ាស៊ីននេះហើយមានអារម្មណ៍ថាដោយសារយើងដកចេញនៅជាតិពុលសារធាតុមិនល្អហើយជាពិសេសនោះគឺខ្លាញ់អាក្រក់ហ្នឹងដកចេញពីក្នុងឈាមរបស់យើង